ពាក្យមនុស្សមានន័យថាសត្វមានជីវិតដែលមានការគិតហើយចេះនិយាយចេះរៀននិងមានអារម្មណ៍ជាសត្វដែលរស់នៅជាសង្គមមានទំនាក់ទំនងគ្នានិងមានវប្បធម៌បើយើងពន្យល់ឲ្យងាយស្រួលស្ដាប់មនុស្សសត្វដែលមានខួរក្បាលគិតបេះដូងមានអារម្មណ៍តាមទស្សនៈសង្គមមនុស្សអាចជាអ្នកល្អអ្នកអាក្រក់អាស្រ័យលើអំពើអ្នកមានមេត្តាករុណាឬអ្នកគិតតែខ្លួនឯងអ្នកបង្កើតនិងអ្នកបំផ្លាញបើយើងសរុបមកមនុស្សមិនត្រឹមតែរស់ទេប៉ុន្តែរស់ដោយការគិតការជ្រើសរើសនិងទំនួលខុសត្រូវ